នេះគឺជាល្បិចរកលុយដ៏គ្រោះថ្នាក់បំផុតមួយដែលគេនិយាយថាត្រូវបានប្រើក្នុងពិភពក្រោមដីវាជាយុទ្ធសាស្ត្រដែលបង្កើតឡើងជាស្រទាប់ដោយផ្អែកលើការបោកបញ្ឆោតនិងការបន្លំចិត្តមនុស្សហើយនៅពេលអ្នកធ្លាក់ចូលទៅក្នុងវាហើយការចង់ដកខ្លួនចេញវិញគឺពិបាកខ្លាំងណាស់សពថ្ងៃនេះមានទាំងសហគ្រិនមួយចំនួននិងអ្នករកស៊ីមិនស្មោះត្រង់ដែលប្រើគន្លឹះស្រដៀងគ្នានេះបន្ទាប់ពីស្ដាប់រឿងនេះហើយទស្សនៈរបស់អ្នកអំពីរបៀបដែលមនុស្សរកលុយអាចនឹងផ្លាស់ប្ដូរទាំងស្រុងកាលពីយូរលង់ណាស់មកហើយមានពាណិជ្ជករទេសចរម្នាក់បានធ្វើដំណើរទៅដល់ភូមិតូចមួយជាមួយគំនិតដ៏ចម្លែកគាត់ចង់ទិញនិងលក់អណ្ដើកបញ្ហាគឺអ្នកភូមិនោះមិនធ្លាប់ចិញ្ចឹមអណ្ដើកឡើយគ្មាននរណាម្នាក់គិតថាអណ្ដើកមានតម្លៃអ្វីនោះទេប៉ុន្តែពាណិជ្ជកររូបនេះមានផែនការមួយនៅក្នុងភូមិនោះរៀងរាល់ថ្ងៃអាទិត្យទី3នៃខែអ្នកភូមិនឹងមកជួបជុំគ្នានៅទីផ្សារដើម្បីទិញលក់និងដោះដូរទំនិញនៅរៀងរាល់ថ្ងៃបើកផ្សារពាណិជ្ជកររូបនេះនឹងមកហើយស្រែកខ្លាំងៗថាខ្ញុំចង់ទិញអណ្ដើកក្នុងតម្លៃខ្ពស់អ្នកណាមានអណ្ដើកយកមកលក់ឲ្យខ្ញុំនឹងឲ្យថ្លៃជាងគេជាការពិតណាស់គ្មានអ្នកណាមានអណ្ដើកលក់ទេប៉ុន្តែមនុស្សគ្រប់គ្នាចាប់ផ្ដើមចាប់អារម្មណ៍នេះគឺជាជំហានដំបូងនៃផែនការរបស់គាត់គឺបង្កើតតម្រូវការคล้ายៗឬនិយាយឲ្យស្រួលយល់គឺការធ្វើឲ្យរបស់ដែលគ្មានតម្លៃមើលទៅដូចជាមានតម្លៃបន្ទាប់ពីនោះនៅថ្ងៃផ្សារបើកជាបន្តបន្ទាប់គាត់នៅតែត្រឡប់មកវិញហើយដំឡើងតម្លៃកាន់តែខ្ពស់ដំបូងគាត់ឲ្យ$50សម្រាប់អណ្ដាកធំមួយក្បាលបន្ទាប់មក$100រួច$150ហើយចុងក្រោយឡើងដល់$200នៅពេលគាត់មកលើកទី5មានអ្នកភូមិម្នាក់គិតថានេះជាឱកាសរកប្រាក់គាត់បានទៅទិញអណ្ដើកពីកន្លែងផ្សេងក្នុងតម្លៃ$250ក្នុងមួយក្បាលដោយសង្ឃឹមថាពេលពាណិជ្ជករត្រឡប់មកវិញគាត់នឹងទិញក្នុងតម្លៃ$300ស្ដាប់ទៅសមហេតុផលទេអ្វីដែលគ្មានអ្នកណាដឹងនោះគឺមនុស្សដែលធ្លាប់លក់អណ្ដើកឲ្យពាណិជ្ជករពីមុនមកសុទ្ធតែជាមនុស្សរបស់គាត់ជាអ្នករៀបចំគម្រោងទាំងមូលគាត់ទិញអណ្ដើករបស់ខ្លួនឯងក្នុងតម្លៃខ្ពស់ដើម្បីបង្កើតរូបភាពថាទីផ្សារអណ្ដើកកំពុងរីកចម្រើនខ្លាំងមិនយូរប៉ុន្មានមនុស្សកាន់តែច្រើនចាប់ផ្ដើមចូលរួមពួកគេជឿថាអាចទិញអណ្ដើកហើយលក់បន្តយកចំណេញបាននេះស្រដៀងនឹងល្បិចបុរាណមួយដែលគេយករបស់តូចឬរបស់คล้ายៗទៅបោកយករបស់ដែលមានតម្លៃពិតនៅពេលព័ត៌មានលេចសាយភាយអ្នកភូមិជាច្រើនចាប់ផ្ដើមទិញអណ្ដើកមកចិញ្ចឹមពួកគេជឿថាពេលអណ្ដើកធំឡើងវានឹងមានតម្លៃកាន់តែខ្ពស់នៅពេលនោះពាណិជ្ជករបានបដូរផែនការភ្លាមៗគាត់លក់អណ្ដើកទាំងអស់របស់ខ្លួនឲ្យអ្នកវិនិយោគដែលពោពេញដោយក្តីសង្ឃឹមហើយយកប្រាក់ចំណេញពិតប្រាកដដើរចេញទៅក្នុងពិភពអាជីវកម្មគេហៅបែបនេះថាការដកខ្លួនចេញដោយទទួលបានប្រាក់ចំណេញប៉ុន្តែគាត់មិនទាន់ឈប់នៅត្រឹមនេះទេគាត់ឃើញឱកាសថ្មីមានមនុស្សជាច្រើនចង់រកស៊ីអណ្ដើកប៉ុន្តែគ្មានដើមទុនគាត់និយាយថាគ្មានលុយមិនអីទេខ្ញុំឲ្យអ្នកខ្ចីយកលុយនេះទៅទិញអណ្ដើកចុះមនុស្សជាច្រើនជឿថាតម្លៃអណ្ដើកនឹងបន្តឡើងថ្លៃពួកគេយកទ្រព្យសម្បត្តិទៅបញ្ចាំដើម្បីខ្ចីប្រាក់ពីពាណិជ្ជករហើយទិញអណ្ដើកកាន់តែច្រើនចាប់ពីពេលនោះមកពាណិជ្ជករមិនចាំបាច់ទៅផ្សារទៀតឡើយគាត់បានក្លាយជាអ្នកផ្ដល់ប្រាក់កម្ចីធំបំផុតក្នុងភូមិហើយក្នុងករណីជាច្រើនគាត់គឺជាម្ចាស់ពិតប្រាកដនៃអណ្ដើកដែលអ្នកភូមិគិតថាជាកម្មសិទ្ធិរបស់ពួកគេមនុស្សគ្រប់គ្នាគិតថាពួកគេកំពុងរកស៊ីអណ្ដើកប៉ុន្តែអ្នកដែលកំពុងមានពិតប្រាកដគឺពាណិជ្ជករតែម្នាក់ប៉ុណ្ណោះយុទ្ធសាស្ត្រនេះអាចសង្ខេបបានថាបង្កើនតម្លៃឲ្យឡើងខ្ពស់គ្រប់គ្រងបំណុលហើយដកខ្លួនចេញដោយយកប្រាក់ចំណេញទីបំផុតអ្នកភូមិម្នាក់ដែលមានការគិតវែងឆ្ងាយក៏ដឹងការពិតមួយចាំបន្តិចតាមពិតទៅយើងមិនដែលត្រូវការអណ្ដើកសោះមុននេះក៏យើងរស់បានសុខដែរពាណិជ្ជករដឹងថាគំនិតបែបនេះអាចបំផ្លាញផែនការរបស់គាត់ទាំងមូលបើមនុស្សជឿថាអណ្ដើកមានតម្លៃគម្រោងទាំងអស់នឹងរលាយដូច្នេះគាត់បានបដូរយុទ្ធសាស្ត្រម្ដងទៀតគាត់ចាប់ផ្ដើមផ្សព្វផ្សាយគំនិតថ្មីមួយជាពិសេសទៅកាន់នារីវ័យក្មេងក្នុងភូមិបើបរិសម្នាក់សំបីតែអណ្ដើកមួយក្បាលក៏ទិញមិនបានតើគាត់សមនឹងទទួលបានសេចក្តីស្រឡាញ់របស់អ្នកដែរឬទេភ្លាមនោះការគ្មានអណ្ដើកខ្លាយជានិមិត្តសញ្ញានៃភាពបរាជ័យមនុស្សចាប់ផ្ដើមសង្ស័យលើតម្លៃរបស់ខ្លួនឯងពួកគេភ្លេចការសិក្សាភ្លេចក្តីស្រមៃភ្លេចការងារគ្រាន់តែព្រោះពួកគេមិនអាចទិញអណ្ដើកបានចាប់ពីពេលនោះមកអណ្ដើកប្រៀបដូចជារបស់ដ៏ពិសិដ្ឋគ្មាននរណាហ៊ានសួរសំណួរអំពីវាទៀតទេមនុស្សគ្រប់គ្នាធ្វើតាមគ្នាគ្រប់គ្នាចង់ចូលរួមនេះហើយជារបៀបដែលមនុស្សត្រូវបានដឹកនាំដោយវងមនុស្សយើងបានឃើញរឿងបែបនេះកើតឡើងជាញឹកញាប់មិនថាក្នុងទីផ្សារភាគហ៊ុនរូបិយប័ណ្ណគ្រីបតូឬនិន្នាការពេញនិយមផ្សេងនោះទេនៅទីបញ្ចប់វាមិនដែលជារឿងអណ្ដើកនោះទេវាគឺជារឿងអំពីភាពងាយស្រួលដែលមនុស្សត្រូវបានទាញចូលទៅក្នុងការបំភាន់អំពីរបៀបដែលភាពលោភលន់សម្ពាធពីសង្គមនិងការភ័យខ្លាចថាខ្លួនឯងខកខានឱកាសអាចធ្វើឲ្យយើងមើលមិនឃើញការពិតដែលស្ថិតនៅចំពោះមុខយើងឆាប់ភ្លេចអ្វីដែលសំខាន់ពិតប្រាកដគ្រាន់តែព្រោះមាននរណាម្នាក់ប្រាប់យើងថាវាសំខាន់ឥឡូវនេះគឺជាការពិតដែលប្រហែលជាពិបាកទទួលយករឿងនេះមិនមែនគ្រាន់តែជានិទាននោះទេ
វាឆ្លោះបញ្ចាំងពីរឿងដែលកើតឡើងក្នុងជីវិតពិតយើងបានឃើញការបោកបញ្ឆោតបែបនេះនៅក្នុងនិន្នាការអាជីវកម្មគម្រោងរកលុយរហ័សនិងសូម្បីតែវប្បធម៌ក្នុងភាគហ៊ុនមួយចំនួនដែលមានសម្លេងខ្លាំងបំផុតឬតំណែងធំបំផុតអាចធ្វើឲ្យមនុស្សរត់តាមអ្វីមួយដោយភ្លេចសេចក្តីសុខនិងគោលបំណងពិតនៃជីវិតប្រសិនបើរឿងនេះធ្វើឲ្យអ្នកគិតឡើងវិញប្រសិនបើវាធ្វើឲ្យអ្នកចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំកំពុងដេញតាមអណ្ដើកប្រភេទណាដូច្នេះយើងត្រូវតែខិតខំរៀនសូត្រឲ្យបានច្រើននៅមេរៀនដែលនិយាយអំពីយុទ្ធសាស្ត្រក្នុងការរកនិងគ្រប់គ្រងលុយនៅពេលដែលអ្នកយល់ពីតម្លៃនៃលុយយ៉ាងពិតប្រាកដអ្នកនឹងលែងឲ្យលុយគ្រប់គ្រងជីវិតរបស់អ្នកទៀតហើយផ្ទុយទៅវិញអ្នកនឹងប្រើលុយដើម្បីសាងជីវិតដែលមានតម្លៃនិងមានន័យពិតប្រាកដ